និងមិត្តរួមថ្នាក់អ្នកគ្នាថ្ងៃនេះក្រុមខ្ញុំមកបកស្រាយនៅវិធីបទទី11វិស័យរ៉ែនិងធម្មពលអគ្គិសនីមុននឹងឈានចូលដល់ការបកស្រាយក្រុមរបស់ខ្ញុំមាន5មាតិកា1សេចក្តីផ្ដើមនិងសារៈសំខាន់នៃវិស័យទាំងពីរ2បច្ចុប្បន្នភាពនៃធនធានរ៉ែនៅកម្ពុជា3ស្ថានភាពធម្មពលអគ្គិសនី4បញ្ហាប្រឈមនិងដំណោះស្រាយ5ចក្ខុវិស័យទៅអនាគត1សេចក្តីផ្ដើមនិងសារៈសំខាន់នៃវិស័យទាំងពីរវិស័យរ៉ែនិងធម្មពលអគ្គិសនីនៅកម្ពុជាស្ថិតក្រោមការគ្រប់គ្រងរបស់ក្រសួងរ៉ែនិងធម្មពល NNE ដែលមានបេសកកម្មក្នុងការអភិវឌ្ឍវិស័យរ៉ែនិងធម្មពលអគ្គិសនីចំណុចសំខាន់នៃវិស័យទាំងពីរមានដូចជាវិស័យរ៉ែការគ្រប់គ្រងអាជីវកម្មរ៉ែត្បូងថ្មមានតម្លៃនិងថ្មសម្អាងដែលអនុញ្ញាតដោយមានការដ្ឋានខ្នាតទូចក្រោមទម្រង់ការដ្ឋានក្រោមដីវិស័យអគ្គិសនីបង្កើតការប្រើប្រាស់ថាមពលស្អាតវារីអគ្គិសនីនិងថាមពលពន្លឺព្រះអាទិត្យការពង្រឹងបណ្ដាញអគ្គិសនីឲ្យមានគ្រប់ទូទាំងប្រទេសនិងគ្រប់គ្រងអគ្គិសនីពន្លឺព្រះអាទិត្យលើដំបូលផ្ទះដើម្បីធានាស្ថិរភាពបេសកកម្មក្រសួងដើរតួនាទីជាសេនាធិការដឹកនាំនិងគ្រប់គ្រងទាំងស្រុងលើវិស័យធនធានរ៉ែធម្មពលរួមទាំងវិទ្យុសកម្ម2បច្ចុប្បន្នភាពនៃធនធានរ៉ែនៅកម្ពុជាបច្ចុប្បន្នភាពនៃធនធានរ៉ែនៅកម្ពុជាត្រូវបានបែងចែកជា4ក្រុមធំៗដូចជារ៉ែឧស្សាហកម្មនិងសំណង់ជាប្រភេទធនធានរ៉ែដែលមានការប្រើប្រាស់ច្រើនជាងគេសម្រាប់ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធរ៉ែលោហៈរួមមានមាសដែកទង់ដែងម៉ង់កាណេសអាលុយមីញ៉ូមសំណស័ង្កសីរ៉ែត្បូងមានតម្រៃនិងថ្មរចនាឧត្តមភាពរ៉ែមាននៅបៃលិននិងព្រះវិហារ3ស្ថានភាពធម្មពលអគ្គិសនីស្ថានភាពអគ្គិសនីនៅកម្ពុជាបច្ចុប្បន្នមានភាពចម្រុះដោយពឹងផ្អែកលើវារីអគ្គិសនីនិងប្រភពចម្បងធ្យូងថ្មប្រេងម៉ាស៊ូតនិងការទិញពីប្រទេសជិតខាងរាជរដ្ឋាភិបាលកំពុងជំរុញធម្មពលកកើតឡើងវិញដូចជាសូឡានិងវារីអគ្គិសនីដើម្បីរក្សាលំនឹងបណ្ដាញជាតិនិងកាត់បន្ថយផលប៉ះពាល់បរិស្ថានស្ថានភាពប្រភពធម្មពលចម្បងមានដូចជាវារីអគ្គិសនីជាប្រភពធម្មពលស្អាតដ៏សំខាន់ដែលមានសក្តានុពលខ្ពស់ក្នុងការគ្រប់គ្រងស្ថិរភាពធម្មពលដើរដោយធ្យូងថ្មនិងប្រេងជាដំណើរការផលិតអគ្គិសនីតាមរយៈការដុតធ្យូងថ្មដើម្បីបង្កើតកម្ដៅបញ្ហាប្រឈមនិងដំណោះស្រាយរបស់វិស័យរ៉ែនិងវិស័យអគ្គិសនីនៅកម្ពុជាវិស័យរ៉ែបញ្ហាប្រឈមមានដូចជាផលប៉ះពាល់បរិស្ថាននិងសង្គមការធ្វើអាជីវកម្មរ៉ែអាចបង្កឲ្យមានការបំពុលទឹកដីនិងការបាត់បង់ព្រៃឈើប្រសិទ្ធភាពគ្រប់គ្រងការខ្វះបច្ចេកទេសទំនើបនិងប្រសិទ្ធភាពក្នុងការប្រមូលចំណូលពីរដ្ឋពីវិស័យនេះសកម្មភាពខុសច្បាប់ការធ្វើអាជីវកម្មរ៉ែដោយគ្មានអាជ្ញាប័ណ្ណធ្វើឲ្យប៉ះពាល់ដល់ចំណូលជាតិនិងបរិស្ថានបច្ចេកទេសនិងហិរញ្ញវត្ថុកង្វះទុនវិនិយោគលើបច្ចេកវិទ្យាទំនើបក្នុងការរុករករ៉ែចំពោះដំណោះស្រាយវិញតម្លាភាពរាជរដ្ឋាភិបាលបានពង្រឹងការប្រមូលសុសាអករនិងការចេញអាជ្ញាប័ណ្ណដើម្បីទប់ស្កាត់ការធ្វើអាជីវកម្មដែលអនាធិបតេយ្យយន្តការពិគ្រោះយោបល់បង្កើតការចូលរួមពីប្រជាពលរដ្ឋក្នុងសហគមន៍ដែលរងផលប៉ះពាល់មុននឹងផ្ដល់អាជ្ញាប័ណ្ណអធិការកិច្ចនិងច្បាប់ពង្រឹងការចុះត្រួតពិនិត្យលើមន្ត្រីធិការកិច្ចធនធានរ៉ែដើម្បីទប់ស្កាត់បទល្មើសជាដើមចំពោះវិស័យអគ្គិសនីវិញបញ្ហាប្រឈមមានដូចជាការពឹងផ្អែកលើការនាំចូលកម្ពុជានៅតែនាំចូលថាមពលដូចជាធ្យូងថ្មនិងអគ្គិសនីពីបរទេសច្រើនដើម្បីបំពេញតម្រូវការប្រែប្រួលអាកាសធាតុវារីអគ្គិសនីដែលជាប្រភពថាមពលចម្បងងាយរងគ្រោះនៅរដូវប្រាំងដែលបណ្ដាលឲ្យខ្វះខាតអគ្គិសនីប្រើប្រាស់តម្លៃនិងការចែកចាយតម្លៃអគ្គិសនីនៅមានកម្រិតខ្ពស់និងការចែកចាយទៅដល់តំបន់ដាច់ស្រយាលនៅមានកម្រិតតិចតួចនៅឡើយចំពោះដំណោះស្រាយវិញការចម្រុះប្រភពថាមពលបង្កើតវិនិយោគលើថាមពលការឡើងវិញដូចជាពន្លឺព្រះអាទិត្យខ្យល់ដើម្បីកាត់បន្ថយការពឹងផ្អែកលើវារីអគ្គិសនីនិងការនាំចូលយុទ្ធសាស្ត្រអភិវឌ្ឍការអនុវត្តផែនការយុទ្ធសាស្ត្រអភិវឌ្ឍជាតិដើម្បីពង្រីកបណ្ដាញចែកចាយនិងកាត់បន្ថយថ្លៃដើមការដោះស្រាយវិវាទពង្រឹងយន្តការដោះស្រាយវិវាទ
ដើម្បីវិវាទអគ្គិសនីតាមរយៈអាជ្ញាធរអគ្គិសនីកម្ពុជាដើម្បីការពារផលប្រយោជន៍អ្នកប្រើប្រាស់ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធការពង្រីកខ្សែបញ្ជូនអគ្គិសនីឲ្យបានទូលាយទូទាំងប្រទេស5ចក្ខុវិស័យទៅអនាគតក្នុងចំណុចលេខ5នេះគឺយើងបានចែកចេញជា3ចំណុចធំមានដូចជាធនធានរ៉ែជំរុញការសិក្សាស្រាវជ្រាវនិងផែនទីសក្តានុពលរ៉ែកម្រនិងសំណង់ដើម្បីប្រែក្លាយធនធាននេះជាសេដ្ឋកិច្ចជាតិនិងសង្គមសំខាន់ចំណុចទី2ធម្មពលបង្កើនការប្រើប្រាស់ប្រភពធម្មពលក៏កើតឡើងវិញដូចជាធម្មពលពន្លឺព្រះអាទិត្យវារីអគ្គិសនីនិងជីវម៉ាសដើម្បីកាត់បន្ថយការបញ្ចេញកាបូននិងធានាសន្តិសុខធម្មពល3ការគ្រប់គ្រងរៀបចំច្បាប់និងអធិការកិច្ចបរិស្ថានឲ្យកាន់តែតឹងរ៉ឹងលើអាជីវកម្មរ៉ែដើម្បីកាត់បន្ថយផលប៉ះពាល់ផ្សេងជាចុងក្រោយខ្ញុំបាទរួមទាំងក្រុមរបស់ខ្ញុំសូមធ្វើការថ្លែងអំណរអគុណដល់លោកគ្រូនិងមិត្តភ័ក្តិនិស្សិតទាំងអស់ដែលបានចំណាយពេលវេលាដ៏មានតម្លៃសម្រាប់ការបកស្រាយរបស់ក្រុមខ្ញុំ